រឿងអាកុហកស៊ីកាលពីព្រេងនាយមានក្មេងម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកំរាវមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកសូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាទៅម្ដាយគាត់ថាកុំឯងស៊ីអីក៏ច្រើនម្លេះទុកវានឹងលក់យកប្រាក់កាសចាយកូនលឺម្ដាយខាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសពថ្ងៃពុំមានថ្ងៃភ្លេចមានការមួយថ្ងៃកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានមាសប្រាក់ច្រើនណាស់ម៉ែសូមម៉ែជូនខ្ញុំទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថាមាសប្រាក់នៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចុះបើខ្ញុំបង្កក់ដុំដេចម៉ែធ្វើតាមខ្ញុំកូនយកកញ្ជើនាំម្ដាយទៅក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនយកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅរកចបជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែងបើម៉ែលែងមាសប្រាក់នឹងបាត់អស់ទៅឯម្ដាយឮកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចំអិនជាអាហារបបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកផឹកស៊ីស្រាលេងសប្បាយម្ដាយនៅចាំកូនឯព្រៃទន្ទឹងពុំឃើញមកឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះលុះម្ដាយចាំកូនយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននោះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកសម្លាប់ទៅប្អូនឮដូច្នោះសួរទៅបងថាដំណាដូចម្ដេចបានជាយកកូនច្រកការុងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ទៅប្អូនតាមដំណើរសពគ្រប់ថាវាចេះបញ្ឆោតអញឲ្យទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយឲ្យអញនៅចាំក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែនឹងដាច់ពោះឯវាមកកាប់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អហើយលើកលីយកទៅនឹងចោលក្នុងទឹកទន្លេទៅដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បួនកុហកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនៅឯឋានខ្មោចបើគ្មានក្បួនកុហកនឹងកុហកខ្មោចស៊ីពុំបានទេនោះនឹងដាច់ពោះស្លាប់ឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយវិញថាក្បួនកុហកនោះឯងទុកនៅឯណាក្មួយប្រាប់ទៅមាថាខ្ញុំដាក់នៅលើធ្នឹមមាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹកហើយត្រឡប់ទៅរកក្បួននឹងយកមកឲ្យអាកុហកស៊ីវិញកាលនោះមានមនុស្សកាត់ខ្លងម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើនិយាយថា
ញមកតោមខ្លងក្នុងការរងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចសះជាហើយមនុស្សខ្លងឮឲ្យកុហកស៊ីថាតោមខ្លងក្នុងការរងដូច្នោះដោយខ្លួនកាត់ខ្លងក៏សួរថាតោមខ្លងក្នុងការរងនេះបានជាឬអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកាត់ខ្លងគេឲ្យតបក្នុងការរងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកាត់ខ្លងគេឲ្យតបក្នុងការរងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រែមាត់ការងឲ្យខ្ញុំបន្តិចមនុស្សខ្លងក៏ស្រែមាត់ការងឲ្យកុហកស៊ីចេញមកអាកុហកស៊ីចេញពីការងបោះខ្លួនមើលហើយប្រាប់ថាជាខ្លងហើយអាកំឡុងលើពាក្យអាកុហកស៊ីថាតោមខ្លងក្នុងការងនេះជាដូច្នោះក៏និយាយថាឲ្យគ្នាតោមខ្លងផងអាកុហកស៊ីលឺដូច្នោះអណាស់គិតថាអញអស់ស្លាប់ហើយបានជាអាកំឡុងស្លាប់ចុះអាកុហកស៊ីប្រាប់អាកំឡុងថាបើឯងចង់ជាខ្លងឆាប់ត្រូវកាន់ត្រណមឲ្យជាប់គុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណាមកសួរក្ដីមកជេរមកវាយដូចម្ដេចក្ដីត្រូវគុំនិយាយគុំស្ដីខំកាន់ត្រណមឲ្យជាប់ទើបបានឆាប់ជាអាកំឡុងឬអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងការងអាកុហកស៊ីចងមាត់ការងជាប់ហើយរត់បាត់ទៅមាននោះរោគដំរាអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ក៏ស្ទុះចូលទៅដាល់វាអាកំឡុងដោយស្មានថាជាអាកុហកស៊ីអាកំឡុងខំអត់ព្រោះចង់ជាខ្លងលុះវាយធាក់អស់ចិត្តហើយមាននោះក៏លើកការងបោះទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីរួចពីនេះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមុជទឹកអាកុហកនោះឃើញអាកុហកស៊ីកំពុងដើរទៅពីចម្ងាយក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើងហើយលើកកាសឡើងបង្ហាញថាអញមុជទឹកនៅខាងក្រោមមានគេលេងបៀអញលេងឈ្នះបានកាក់ប្រាក់ច្រើនប៉ុន្តែយកមកមិនរួចយកបានតែមួយត្រណោតមកអាកុហកស៊ីឮដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតចុះទៅក្នុងទឹកខំមុជទឹកតង្កិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកលកុហកវិញហើយងើបឡើងនិយាយទៅកាន់អាដែលបញ្ឆោតនោះថាអ្នកអីខ្ញុំមុតទឹកតាមពាក្យអ្នកឯងអំបញ្ញមិញបានឃើញគេលេងបៀប៉ធัวកំតាត់ច្រើនណាស់ហើយខ្ញុំលេងឈ្នះគេបានប្រាក់កាសច្រើនខ្ញុំទាពីគេថាឲ្យមកទាយកពីអ្នកឯងនេះតែខ្ញុំមិនព្រមខ្ញុំក៏ចង់ទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកឯងមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួនក៏ស្រាយកាសចែកឲ្យពាក្យកដាលហើយសុំគ្នាធ្វើជាបងប្អូនដើររកស៊ីកុហកគេតាំងពីថ្ងៃនោះទៅ